ការធ្វើជាតកែមិនងាយស្រួលទេការពិតទៅវាហត់នឿយនិងមានសម្ពាធជាងបុគ្គលិកឆ្ងាយណាស់ការពិតនៃការធ្វើជាម្ចាស់អាជីវកម្មមិនមែនគ្រាន់តែដើម្បីភាពមានបានកិត្តិយសនិងសេរីភាពប៉ុណ្ណោះទេប៉ុន្តែវាមានទំនួលខុសត្រូវដ៏ធំសម្ពាធហិរញ្ញវត្ថុនិងការបដិញ្ញាចិត្តដែលត្រូវការតស៊ូជាប្រចាំវាជាការផ្សងសំណាងលើក្តីស្រមៃនិងទំនួលខុសត្រូវចំពោះក្រុមបើគ្រប់គ្នាចង់ដើរចេញអាចចាក់ចេញបានភ្លាមមានតែតកែទេដែលមិនអាចដើរចេញបានការជ្រើសរើសធ្វើជាតកែប្រៀបដូចជាឡើងលើផ្លូវល្បឿនលឿនអញ្ចឹងគឺមិនអាចវិលត្រឡប់ក្រោយមិនអាចថយក្រោយហើយក៏មិនអាចដើរយឺតពេកទេបុគ្គលិកទទួលប្រាក់ខែថេរតាមខែឯតកែត្រូវចិញ្ចឹមក្រុមហ៊ុនទាំងមូលខាងក្រៅមើលទៅមានកិត្តិយសប៉ុន្តែការពិតគឺមានសម្ពាធធំណាស់កាលណាគ្មានលុយបើកប្រាក់ខែតកែត្រូវរកវិធីខ្ចីលុយគេកាលណាបាត់បង់អតិថិជនតកែត្រូវរកដំណោះស្រាយគ្រប់ទិសទីហេតុអ្វីបានជានៅតែតស៊ូបន្តព្រោះត្រូវទទួលខុសត្រូវចំពោះបុគ្គលិកព្រោះក្នុងចិត្តមានក្តីស្រមៃចង់ប្រយុទ្ធឲ្យអស់ដៃសម្រាប់អាជីវកម្មផ្ទាល់ខ្លួនប្រសិនបើអ្នកកំពុងតែចង់ធ្វើអាជីវកម្មសូមតាមដានមើលវីដេអូរបស់ខ្ញុំឲ្យបានញឹកញាប់